បាទសួស្តីបងប្អូនចម្លាក់ស្នែងក្របីឃ្លីកឬខ្មៅបក់ធ្លុះនេះតនតអ្នកស្គាល់របស់បានជាវយកទៅគ្រប់ថែសាហើយតនតអ្នកធ្លាប់ត្រូវនៅអាគមមុនខ្មៅធ្លាប់ត្រូវនៅអំពើគេបានស្វែងរករបស់ការពារខ្លួនអញ្ចឹងបងប្អូនបើសិនជាបងប្អូនមិនតន់ត្រូវនៅអាគមមកគេឬក៏បងប្អូនមិនតន់ស្គាល់របស់បងប្អូនមើលទៅគិតថាសាមញ្ញធម្មតាអញ្ចឹងណាជាចម្លាក់សាងពីស្នែងក្របីពាក្យថាស្នែងក្របីវាធម្មតាតែបងប្អូនមិនទាន់នឹកឃើញថាប្រភេទស្នែងបក់ធ្លុះដែលយើងយកមកសាងហ្នឹងគឺវាកម្របាទ1000ក្បាល2000ក្បាលក្របីជួនកាលមកស្រុកមិនទាន់មានស្នែងបក់ធ្លុះមួយក្បាលទេបងប្អូនអញ្ចឹងណាបាទយើងយករបស់ដែលមកសាងហ្នឹងគឺរបស់ដែលពូកែពីធម្មជាតិបាទហើយមិនចេះតែយើងយកមកសាងប្រទេសប្រដាស់បានទេបាទអញ្ចឹងរាល់ចម្លាក់ដែលសាងហើយក៏បានធ្វើកិច្ចប្រសិទ្ធិរួចដែរអញ្ចឹងណាបងប្អូនបាទចឹងបងប្អូនស្វែងយល់របស់ចង់បានរបស់ពាក់របស់ប្រើបងប្អូនគួរតែស្វែងយល់អំពីរបស់ដែលគេយកមកសាងសិនរបស់ដែលគេយកមកសាងហ្នឹងអ្វីហើយវាមានតម្លៃយ៉ាងម៉េចអញ្ចឹងហើយដោយបានក៏មានរបស់ខ្លះលក់ធូរមានរបស់ខ្លះលក់ថ្លៃអញ្ចឹងណាបងប្អូនបាទហើយរបស់ប្រភេទស្នែងឃ្លីកបក់ធ្លុះនេះអត់មានលក់នៅក្នុងទូមាសឬកន្លែងតាមផ្សាររាត្រីអីទេបើចម្លាក់ផ្សេងអាចមានតែប្រភេទស្នែងឃ្លីកបក់ធ្លុះនេះគ្មានទេបាទដោយសារម៉េចរបស់ដែលយកមកសាងវាថ្លៃមកគូ1000ជាងទៅជិត2000ណាបងប្អូនស្នែងឃ្លីកបក់ធ្លុះបាទហ្នឹងហើយអញ្ចឹងអានុភាពក៏ទៅតាមនឹងដែរអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងបងប្អូនខ្លះគាត់ឃើញស្អាតគាត់ចង់បានតែដល់ពេលសួរតម្លៃទៅដាក់តម្លៃទៅគាត់ញាក់បាទអាហ្នឹងជាធម្មតាទេយើងអ្នកជាវគេអ្នកសួរយើងប្រាប់តម្លៃទៅបាទអញ្ចឹងយើងប្រាប់ពីរបស់ឲ្យគាត់ស្វែងយល់តិចទៅសិក្សាតិចទៅបាទថ្ងៃក្រោយគាត់នឹងយល់បាទគាត់នឹងយល់បាទហើយចំពោះខ្ញុំសាងតែពីស្នែងទេបងប្អូនបាទខ្ញុំសាងពីខ្មៅបក់ធ្លុះឃ្លីកបក់ធ្លុះតែពីរហ្នឹងទេបាទក្រៅពីចម្លាក់ហ្នឹងខ្ញុំអត់សាងទេក្លឹមបញ្ញាខ្ញុំអត់សាងទេអញ្ចឹងណាបងប្អូនបាទអញ្ចឹងរបស់ដែលខ្ញុំយកមកសាងហ្នឹងវាថ្លៃទៅហើយអញ្ចឹងណាបាទអញ្ចឹងឲ្យបងប្អូនយល់តែប៉ុណ្ណឹងបាទដូចស្នែងមួយគូនេះ1500បងប្អូន1500មិនថោកទេបាទហើយស្នែងខ្លះក៏វាទៅតាមនឹងដែរស្នែងដែលខ្ញុំយកមកឆ្លាក់នេះ900បងប្អូន900អញ្ចឹងខ្ញុំប្រាប់តម្លៃត្រង់មកឲ្យបងប្អូនដឹងហ្នឹងហើយចំពោះស្នែងធ្វើអង្កាំនេះក៏មិនថោកដែរមួយគូ150ទៅ200ដោយសារយើងយកស្នែងចាស់យកមកធ្វើយកមកចាក់ជាអង្កាំបាទបើស្នែងខ្ចីចាក់ជាអង្កាំអត់កើតទេដោយសារវាអត់មានកន្លែងតាន់បាទហើយប្រភេទអង្កាំនេះយើងប្រើខាងស្នែមហានិយមបាទស្នែការនិយាយស្ដីរស់ស៊ីលក់ដូរព្រោះស្នែងក្របីឃ្លៀកប្រភេទស្នែងខោគឺប្រើខាងស្នែមហានិយមបាទហើយបើប្រភេទនាងពួននេះនាងពួនមិនមែននាងពួននៅក្នុងស្នែងក្របីទេហើយក៏មិនមែននាងពួនដើមអាស័យដែរគឺជានាងពួនដែលធ្វើអំពីសាច់ស្នែងឃ្លៀកបក់ធ្លុះនេះហើយរបស់ដែលពូកែគឺសាច់ស្នែងទេមិនមែននាងពួននឹងទេអញ្ចឹងបងប្អូនគាត់តែគេឧបកិច្ចហៅថាជានាងពួនហើយក៏គេយកទៅប្រសិទ្ធិអញ្ជើញញៀនតួអង្គមកថែសាហ្នឹងឲ្យកាន់លើរបស់ហ្នឹងទៅអញ្ចឹងណាបងប្អូនបាទអញ្ចឹងរបស់ដែលពូកែគឺប្រភេទសាច់ស្នែងឃ្លីកបក់ធ្លុះទេដែលឃ្លីកបក់ធ្លុះហ្នឹងវាប្រកែកពីធម្មជាតិមកហើយអញ្ចឹងរបស់ទាំងអស់គឺវាប្រកែកពីធម្មជាតិដោយកម្រមិនឲ្យតែថាកបីគឺប្រកែកទាំងអស់ទេគេសម្គាល់ទៅលើស្នែងដែរបាទស្នែងគេមិនចេះតែយកដែរស្នែងខ្លះវាប្រើកើតដែរអញ្ចឹងបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងបាទអញ្ចឹងបងប្អូនស្រឡាញ់ក៏សួរបានសួរមិនជាវក៏មិនជាអ្វីបាទព្រោះបងប្អូនមានសិទ្ធិសួរខ្ញុំមានសិទ្ធិឆ្លើយអញ្ចឹងណាបងប្អូនបាទអញ្ចឹងសូមអរគុណ